video នេះយើងនិយាយពី CSS script របស់យើងបន្តទៀតដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺ CSS script របស់យើងគឺយើងមានរឿងច្រើនអញ្ចឹងមកវីដេអូគឺមិនចប់ទេអញ្ចឹងវីដេអូនេះគឺយើងមករៀនបន្ថែមអំពី CSS script អញ្ចឹងនេះគឺជាឧទាហរណ៍របស់យើងកាលពីវីដេអូមុនហើយយើងបានធ្វើដល់ហ្នឹងអញ្ចឹងនៅក្នុង CSS script អញ្ចឹងយើងអាចចូលទៅមើលនៅក្នុង WC School បានអញ្ចឹងយើងបានប្រើ CSS script ដែរអញ្ចឹងគឺយើងបានយកឧទាហរណ៍មួយចេញពី WC School គឺយើងធ្វើជាទម្រង់បែបហ្នឹងប៉ុន្តែអ្នកទាំងនេះត្រូវមក understand អំពី property ហើយនិង value នៃ property ទាំងអស់ហ្នឹងឧទាហរណ៍ដូចនៅក្នុង grid column អញ្ចឹងនៅក្នុង grid column គឺបានន័យថាម៉េច column បានន័យថាជួរឈរអ្នកនេះចូលមក grid column មកអ្នកទាំងនេះមកមើលកន្លែង CSS grid column row and gap អញ្ចឹងយើងមាន property 3នៅក្នុងgrid CSS ហ្នឹងគឺយើងមាន grid column គឺជាជួរឈរអញ្ចឹងrow គឺជាជួរដេកអញ្ចឹងបានន័យថាអ្វីដែលអ្នកនរគ្នាមើលឃើញនេះលេខ1លេខ2លេខ3នេះវាជា row ហើយលេខ1លេខ4លេខ7លេខ2លេខ5លេខ8លេខ3លេខ6នេះគឺជា column បាទ column ជួរឈរ row ជួរដេកអញ្ចឹងនៅក្នុង grid វាមាន row column ហើយមួយទៀតវាមាន gap ទៀតតែ gap ហ្នឹងចាំនិយាយពេលក្រោយចឹងអាណា row ណា column យើងចូលមកមើល WC School ហ្នឹងទៅយើងដឹងហើយយើងចូលមកមើលកន្លែង gap នេះគឺបានន័យថាជា space ឬក៏ជាគម្លាតរវាង item រវាង grid មួយហ្នឹងទៅ grid មួយទៀតរវាង item មួយហ្នឹងទៅ item មួយទៀតអាហ្នឹងគឺហៅ gap អូខេអាហ្នឹងគឺ space between each column ហើយនិង row ហ្នឹងហើយអាហ្នឹងគឺគេហៅថា gap អូខេអញ្ចឹងនៅក្នុង CSS script កន្លែងនេះយើងមក understand អំពី grid template column property នេះកន្លែងនេះពេលដែលយើងដាក់លេខ1ហើយយើង refresh អ្នកនេះនឹងឃើញ size វាប៉ុនគ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដាក់កន្លែងនេះលេខ2អីចឹងទៅអ្នកទាំងអស់គ្នានឹងកលេចមើលថាពេលដែលយើងដាក់ 2FR នេះយើងនឹងទទួលបានលេខ2លេខ5លេខ8នេះមក column នេះមកជួរឈរនេះគឺវាមានទំហំធំជាងលេខ1និងលេខ3លេខ4លេខ6នេះ2ដងឃើញទេអញ្ចឹងអាហ្នឹងគឺយើងអាច set សេរីតាមហ្នឹងអញ្ចឹងយើងអាចប្រើ 1FR អញ្ចឹងវានឹងប៉ុនគ្នាយើងដាក់ 2FR អញ្ចឹងitem ឬក៏div tag លេខ3លេខ6នេះវានឹងធំជាងគេ2ដងអញ្ចឹងទៅអញ្ចឹងយើងអាច play around មួយវាទៅដើម្បីឲ្យយើងកាន់តែងាយយល់អញ្ចឹងយើងអាចឃើញបានមួយទៀតនៅក្នុង grid វាមាន grid row វាមាន row របស់វាអញ្ចឹង grid template column វាក៏មាន grid template row ដែរ grid template row អញ្ចឹង grid template row នេះពីមុនយើងអត់បានប្រើទេប៉ុន្តែឥឡូវយើងអាចប្រើបានយើងអាចសាកប្រើថាវាប្រើរបៀបម៉េចអូខេឧទាហរណ៍ឥឡូវខ្ញុំ set row នេះខ្ញុំ set វា200 pixel ហើយ200 pixel គឺបានន័យថាខ្ញុំនឹង apply grid គឺទៅឲ្យ2ជួរឲ្យ row ហ្នឹងមាន2ជួរប៉ុន្តែ item យើងមានដល់3ជួរអញ្ចឹងវា apply តែ2ទេអូខេ side effect របស់វាគឺបានតែ2ទេអ្នកទាំងនឹងឃើញ row របស់យើងវាមានទំហំ200 pixel row របស់យើងមានទំហំ200 pixel ដល់ពេលលេខ7លេខ8គឺវា apply អត់ដល់ទេអូខេវា apply អត់ដល់ទេអញ្ចឹងដោយសារតែកន្លែងនេះយើង set តែ2អញ្ចឹងយើងអាចដាក់3មកឧទាហរណ៍យើង set 200 pixel ទៀតអញ្ចឹងយើងអាចដាក់3អូខេវា apply ដល់3ប៉ុន្តែបើសិនជាយើងធ្វើអញ្ចឹងយើងវាប្រៀបបានដូចយើងអត់ដាក់អញ្ចឹងបើយើងអត់ដាក់វាស្រួលជាងបាទប៉ុន្តែ sometimes អ្នកទាំងគ្នាប្រហែលជាចង់ឲ្យពេលខ្លះយើងចង់បានចេះអូខេពេលខ្លះយើងចង់បានអញ្ចឹងយើងអាចប្រើ grid template row នឹងបានហើយ grid template row ហ្នឹងបើថាយើងចង់ប្រើវាយើងអាចដាក់វា auto អញ្ចឹងទៅក៏បានដែរដូចគ្នាមានន័យដូចអត់ដាក់អញ្ចឹងគឺ I think default value វាគឺ auto អញ្ចឹងគឺយើងចង់ដាក់ក៏បានអត់ចង់ដាក់ក៏បានកន្លែង row ហ្នឹងមួយទៀតនៅពេលដែលអ្នកទាំងគ្នាចង់កំណត់ min size max size ឲ្យ column របស់យើងឲ្យទៅឲ្យ column របស់យើងហ្នឹងហើយចង់បានន័យថា min size max size ណាបើន័យថាម៉េចនៅពេលដែលអ្នកទាំងគ្នា view នៅក្នុង screen ធំអូខេវាចេះ expand box ហ្នឹងហើយ box ហ្នឹងវាចេះ expand គេវាចេះរីករួមធំទូចអីចឹងទៅប៉ុន្តែពេលខ្លះអ្នកគ្នាប្រហែលជាចង់ set ថាបើសិនជាទូចបំផុតឲ្យវាទំហំប៉ុណ្ណា
បើសិនជាធំបំផុតឲ្យវាទំហំប៉ុណ្ណាដើម្បីអីដើម្បីយើង responsive ទៅគ្រប់ device ទាំងអស់ for example យើងចុច inspect នៅលើ browser ហើយយើង click ទៅលើទូរស័ព្ទអ្នកទាំងនេះអាច click ទៅលើយើងអាចមើលនៅលើ iPhone 12 Pro អីចឹងទៅអ្នកនេះឃើញវាចេញ3ហើយអ្នកនេះទៅ14 Pro Max ក៏នៅតែ3ហើយទៅដល់ iPad Pro ក៏វានៅតែ3ដែរដោយសារតែយើង set column នេះគឺយើង fix វា fix ថាទៅដល់ណាក៏ត្រូវតែមាន3 column ដែរគាត់ថាវាចេះរីករួមប៉ុន្តែនៅពេលដែលអ្នកទាំងគ្នាចង់ឲ្យវា responsive គ្រប់ device អីចឹងកន្លែងហ្នឹងគឺយើងអាចដូរទៅប្រើជា repeat ហើយ repeat នេះយើងអាចប្រើចំនួន column របស់យើងគឺយើងអាចដាក់3ចឹងដដែលបាទប៉ុន្តែនៅកន្លែងនេះអ្នកនេះត្រូវប្រើអីគេអូ sorry កន្លែងនេះយើងមិនប្រើហ្នឹងទេយើងប្រើ autofill អញ្ចឹង autofill នេះគឺកន្លែងនេះយើងត្រូវប្រើ min max ទៀត min max នេះបានន័យថាបើទូចបំផុតទំហំប៉ុណ្ណាហើយបើធំបំផុតទំហំប៉ុណ្ណាអញ្ចឹងបើទូចបំផុតខ្ញុំថាវា200 pixel ហើយបើទូចបំផុត200 pixel ហើយបើធំបំផុតគឺ 1/4 អញ្ចឹងគឺ one fraction អញ្ចឹងគឺបានន័យថាវានឹងយឹបនឹងពេញ100វានឹងបានន័យថាវានឹងទៅរៀបឲ្យពេញមកជួរតាមដែលអាចធ្វើទៅបានអូខេចឹងយើងមើល screen យើងអូខេយើង refresh មកយើងឃើញវាសមហ៎ screen ប៉ុណ្ណឹងចឹងនៅពេលដែលយើងទៅ screen ធំឃើញវារីករួមហ៎ឃើញវាលែងកំណត់វាលែងបង្ហាញថាមកជួរត្រូវតែបង្ហាញ3ហ៎ឃើញវានឹងបង្ហាញតាមលទ្ធភាពរបស់វាធ្វើទៅបានធ្វើម៉េចឲ្យយើងអាចបង្ហាញឲ្យអស់អីទៅពេល screen ធំបំផុតឃើញយើងអាចបង្ហាញមកជួរបានឃើញអត់បាទយើងអាចបង្ហាញតែមកជួរទេ grid របស់យើងហ្នឹងចឹងនៅពេលដែលយើងទៅ screen ទូចឃើញទេអ្នកនរនឹងរួយរួមទៅតាមហ្នឹងយ៉ាប់រីរួមតាមហ្នឹងហើយអ្នកនេះអាច right click ចុច inspect ហើយអ្នកនរគ្នាអាចចូលទៅមើលនៅក្នុងទូរស័ព្ទអញ្ចឹងឧទាហរណ៍ខ្ញុំ view នៅក្នុង14 Pro Max អញ្ចឹងវាបង្ហាញ2បាទបង្ហាញ2 column បង្ហាញ2 column 3 row ហើយបង្ហាញ2 column 4 row ហើយពេលដែលខ្ញុំចូលទៅ iPad Pro វានឹងបង្ហាញ4អូខេហើយពេលដែលខ្ញុំទៅ Surface 7វានឹងបង្ហាញ4ដែរហើយពេលដែលខ្ញុំទៅ Pixel ទូរស័ព្ទវានឹងបង្ហាញ1ឃើញទេអញ្ចឹងវានឹងចេះdynamic size អញ្ចឹង complete homework របស់យើងនេះជា homework ដែលអ្នកទាំងគ្នាអាចរៀនសូត្របានអញ្ចឹង complete ធ្វើ homework នេះហើយបើអាច submit ឲ្យខ្ញុំតាម comment ក៏បានឬក៏ Telegram របស់ខ្ញុំក៏បានអរគុណច្រើនអ្នកទាំងគ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ